បងប្អូនអ្នកស្ដាប់របស់ខ្ញុំទាំងអស់គ្នាអើយប្រហែលថ្ងៃហ្នឹងខ្ញុំឃើញមានគេបង្ហោះហើយធ្វើវីដេអូតាមគ្នាជាច្រើនដែលបង្ហាញពីលុយដែលគេរកបានពី Facebook ឬមួយក៏ YouTube នៅពេលដែលមនុស្សជាច្រើនឃើញគេរកលុយបានអញ្ចឹងយើងកើតចិត្តមួយចង់រកលុយដែរហើយអ្នកខ្លះគាត់អាចដែលធ្លាប់ដឹងថាការរកលុយពីប្រព័ន្ធអនឡាញទាំងអស់ហ្នឹងត្រូវធ្វើដោយវិធីណាគ្រាន់តែឃើញថាវាគឺជាលុយដែលអាចរកបានដោយងាយហើយក៏គិតថាវាគឺជាផ្លូវកាត់ដើម្បីឲ្យជីវិតងាយស្រួលជាងមុនគិតថានោះគឺជាលុយដែលធ្លាក់មកពីលើមេឃហើយបន្ទាប់មកក៏តែងតែវិភាគនៅលើជីវិតខ្លួនឯងថាអត់ចាំបាច់ធ្វើការដូចកាលមុនទេសម័យនេះហើយមានតែទូរស័ព្ទដៃមួយគ្រឿងគ្រាន់តែអង្គុយចុចឬមួយក៏គេងអូសទូរស័ព្ទក៏អាចទទួលលុយពីអ្វីដែលយើងប្រើទៅនឹងបានដែរប៉ុន្តែបងប្អូនខ្ញុំចង់ប្រាប់បងប្អូនដោយត្រង់ថាវាមិនមែនជាកំណប់ដូចដែលបងប្អូនបានឃើញគេបង្ហាញចេញមកឯងបងប្អូនប្រហែលជាអត់ដឹងថានៅពីខាងក្រោយឆាកនៅពីខាងក្រោយវាំងននដែលគេបង្ហាញលុយហ្នឹងតើគេត្រូវព្យាយាមខ្លាំងប៉ុណ្ណាគេត្រូវសិក្សាស្វែងយល់ប៉ុណ្ណាថ្ងៃខ្លះតើគេចំណាយពេលកាត់វីដេអូថតវីដេអូដាច់យប់ឬមួយក៏ព្យាយាមរនឹកធ្វើ content ហើយផុសវីដេអូហើយមួយអាទិត្យមួយខែបានត្រឹមតែ10-20 view ឬក៏សឹងតែគ្មានអ្នកមើលសោះទៀតអញ្ចឹងទាំងអស់ហ្នឹងវាមិនមែនជាលុយធ្លាក់ពីលើមេឃបានមកដោយស្រួលដូចយើងធ្លាប់គិតទេចំពោះវីដេអូនេះខ្ញុំនឹងលើកទឹកចិត្តសម្រាប់អ្នកដែលមានបំណងចង់ធ្វើឬក៏អ្នកដែលកំពុងតែធ្វើវាគឺពិតជាលុយដែលយើងអត់ចាំបាច់ចំណាយដើមទុនមែនដោយសារតែយើងអាចរកវាពីប្រព័ន្ធ social media ដែលយើងប្រើអញ្ចឹងយើងចូលទៅស្ដាប់លំអិតទាំងអស់គ្នាតើអ្វីដែលខ្ញុំនឹងលើកទឹកចិត្តចំពោះអ្នកដែលមានបំណងចង់ធ្វើឬក៏កំពុងតែធ្វើហើយនឹងកំពុងតែឈោងចាប់លុយដែលធ្លាក់មកពីលើមេឃនេះមានបងប្អូនយើងជាច្រើនគិតថា Facebook គឺជាម៉ាស៊ីនបោះពុម្ពលុយតែក៏ពិតទៅ Facebook គឺជាទីផ្សារមិនមែនជាកន្លែងធ្វើសប្បុរសធម៌ឲ្យយើងទេបងប្អូនអ្នកណាដែលអាចផ្ដល់តម្លៃអ្នកនឹងគឺអាចរកលុយបានពី Facebook អ្នកណាដែលអាចធ្វើឲ្យមនុស្សចង់មើលចង់ស្ដាប់ចង់ឃើញយើងតាមដានយើងឬក៏ធ្វើឲ្យគេសប្បាយបានអ្នកនោះនឹងអាចរស់នៅលើ platform Facebook នេះបានយូរបងប្អូនខ្លះចូលមកក្នុងវិស័យអនឡាញនឹងដោយចិត្តបញ្ញាប់ចង់បានលុយលឿនចង់ល្បីលឿនចង់ទិញឡានក្នុងរយៈពេល3ខែដោយសារគិតថាធ្វើ Facebook ឬក៏ធ្វើ YouTube វាបានលុយលឿនអញ្ចឹងគិតថាធ្វើតែ3ខែទៅកន្លះឆ្នាំទិញឡានទិញផ្ទះបានហើយប៉ុន្តែដល់ពេលខ្លះទៅធ្វើផុសវីដេអូទៅមួយអាទិត្យមួយខែស្រាប់តែអត់មានអ្នក view សោះអត់មានអ្នកមើលសោះបោះបង់ចោលអានេះគឺជាបញ្ហាធំរបស់មនុស្សនៅក្នុងសម័យនេះតែម្ដងចង់បានលទ្ធផលលឿនជាងអាភាពអត់ធ្មត់ដែលខ្លួនឯងមានខ្ញុំចង់សួរបងប្អូនមួយថាបើលុយ Facebook ងាយដល់ថ្នាក់ដូចធ្លាក់ពីលើមេឃមែនហេតុអីមនុស្សរាប់លានអ្នកនៅលើពិភពលោកហ្នឹងធ្វើ content មានតិចហើយអាចរកលុយពីវាបានបើវាងាយស្រួលដល់ថ្នាក់ហ្នឹងអញ្ចឹងមនុស្សទូទាំងពិភពលោកនាំគ្នាមកធ្វើ content ធ្វើ Facebook អស់ហើយមែនទេពីព្រោះការពិតទៅវាត្រូវការសមត្ថភាពអត់ធ្មត់ការតាំងចិត្តវិន័យខ្លាំងមែនតើនៅក្នុងការធ្វើមនុស្សមួយចំនួនឃើញ creator អ្នកផលិតមាតិកានៅលើ Facebook រងថ្ងៃហ្នឹងអ្នកដែលល្បីហ្នឹងឃើញគាត់ជិះឡានទំនើបដើរលេងទៅសុកក្រៅទៅអីចឹងទៅឃើញអញ្ចឹងហើយពេលខ្លះយើងចង់ធ្វើតាមតែអត់ធ្លាប់សួរខ្លួនឯងថាតើខ្ញុំអាចអង្គុយធ្វើការរាល់ថ្ងៃដោយគ្មានអ្នកសរសើរបានអត់តើខ្ញុំអាចបន្តធ្វើ content នឹងទៅរហូតដល់អត់មានអ្នកគេ support គាំទ្រខ្ញុំបានអត់ហើយខ្ញុំអាចទ្រាំនឹង comment អាក្រក់ដែលគេនិយាយមកបានអត់ពីព្រោះពិភពលោកនៅលើប្រព័ន្ធអនឡាញវាមិនមែនជាផ្កាឈូកដូចដែលយើងបានឃើញទេវាអាចជាកងចាក់ដែលអាចចាក់ទម្លុះយើងពេលណាក៏បានដែរបងប្អូននៅពេលដែលបងប្អូនចាប់ផ្ដើមមានអ្នកមើលក៏ចាប់ផ្ដើមមានអ្នកស្អប់ដែរពីព្រោះដោយសារពេលបងប្អូនសម្រេចចិត្តធ្វើវីដេអូគឺវាមានអ្នកពេញចិត្តនិងអ្នកមិនពេញចិត្តហើយនៅពេលដែលបងប្អូនធ្វើហើយចាប់ផ្ដើមល្បី
ក៏ចាប់ផ្ដើមមានអ្នកដែលចាំរិះគន់ដូចគ្នាដែរមនុស្សខ្លះគ្រាន់តែ comment អាក្រក់មួយនៅខាងក្រោម post ខ្លួនឯងហ្នឹងក៏គាត់បាក់ទឹកចិត្តបាត់ហើយអញ្ចឹងទៅទ្រាំទ្រធ្វើមិនដើម្បីធ្វើ content បានយូរហើយទ្រាំជាមួយនឹងមនុស្សច្រើនប្រភេទបាននៅដូច្នេះបើសិនជាបងប្អូនកំពុងតែមានបំណងចង់រកលុយពី Facebook បងប្អូនត្រូវរៀនរឹងមាំជាមួយសិនជាពិសេសគឺផ្លូវចិត្តរបស់ខ្លួនឯងហើយរឿងមួយទៀតដែលខ្ញុំចង់បង្ហាញទៅបងប្អូនគឺកុំមើលងាយការងាររបស់ creator អ្នកផលិតមាតិកាបងប្អូនយើងភាគច្រើនគិតថាអើយគ្រាន់តែថតវីដេអូសោះងាយស្រួលហ្នឹងដឹងតែបានលុយច្រើនហើយតែដល់ពេលឲ្យគាត់ធ្វើខ្លួនឯងគាត់ធ្វើសឹងអត់បាន5ថ្ងៃហងដាក់មេប្រូចបាត់ហើយការបង្កើត content ណាការបង្កើតមាតិកាវាមិនមែនគ្រាន់តែបើកកាមេរ៉ាហើយនិយាយទេបងប្អូនវាត្រូវការគំនិតត្រូវការស្រាវជ្រាវត្រូវការបែងចែកពេលវេលាហើយនឹងការអភិវឌ្ឍខ្លួនឯងជារៀងរាល់ថ្ងៃទៀតដើម្បីដេញឲ្យទាន់មាតិកាដែលខ្លួនឯងចង់ធ្វើចំពោះអ្នកដែលគាត់អាចឈរបាននៅលើ Facebook បានយូរគឺមិនមែនដោយសារសំណាងឬក៏ភាពចៃដន្យទេប៉ុន្តែដោយសារតែគាត់រៀនអត់ចេះឈប់អត់ចេះឈរទេហើយបងប្អូនត្រូវចាំថា Facebook វាអត់ស្គាល់ថាយើងជាកូនណាគេជាអ្នកមានជីរ៉ូរយឬក៏នៅផ្ទះវិឡា10-20ខ្នង Facebook វាអត់ស្គាល់ទេបើសិនជា content យើងល្អវារុញឲ្យអ្នកផ្សេងមើលច្រើនតែបើវាគិតថា content យើងអត់ល្អអត់ប្រយោជន៍ពេកវាក៏អត់ណែនាំឲ្យគេមើលដែរវាទម្លាក់អាវីដេអូយើងនឹងចោលវាអត់ខ្វល់អារម្មណ៍ថាយើងនឹងត្រូវប៉ះពាល់ផ្លូវចិត្តមិនឬក៏សោយសោកាមិនទេនៅពេលដែលយើងធ្វើវីដេអូហើយអត់មានអ្នកមើលដូច្នេះហើយអ្នកដែលជោគជ័យនៅលើអនឡាញគឺជាអ្នកដែលអាចសម្របខ្លួនផ្លាស់ប្ដូរខ្លួនឯងឲ្យសមស្របទៅនឹងទីផ្សារដែលគេត្រូវការមិនធ្វើតាមអារម្មណ៍ខ្លួនឯងរហូតទេប៉ុន្តែខ្ញុំក៏អត់ចង់ឲ្យបងប្អូនខ្លាចរហូតដែរបើសិនជាបងប្អូនចង់ចាប់ផ្ដើមធ្វើបងប្អូនចាប់ផ្ដើមធ្វើទៅពីព្រោះសម័យនេះគឺនៅលើអនឡាញវាជាឱកាសដ៏ធំមួយសម្រាប់យើងដែរមានមនុស្សធម្មតាម្នាក់ក៏អាចផ្លាស់ប្ដូរជីវិតបានដែរបើសិនជាគាត់ព្យាយាមពិតប្រាកដនៅលើ platform អនឡាញមួយនេះហើយមានមនុស្សជាច្រើនគឺគាត់ចាប់ផ្ដើមការថតត្រឹមតែទូរស័ព្ទដៃមួយគ្រឿងរបស់គាត់មែនគ្រាន់តែមានអ៊ីនធឺណិតហើយនៅក្នុងតែបន្ទប់តូចហ្នឹងក៏គេអាចធ្វើបានដែរអាហ្នឹងគឺដោយសារការអត់ធ្មត់ហើយនឹងការពុះពៀរបស់គេហើយចុងក្រោយលទ្ធផលគាត់ទទួលបានគឺគាត់អាចជួយខ្លួនឯងបានជួយគ្រួសារបានឬក៏សងបំណុលឬក៏ធ្វើសង់ផ្ទះធំមានឡានទំនើបជិះទៀតដូច្នេះគឺកុំមើលងាយឱកាសនៅលើការរកលុយពីអនឡាញនឹងដូចគ្នាតែក៏កុំរំពឹងលើវាខ្លាំងពេកដែរកុំគិតថាវាងាយពេកវាស្រួលពេកកុំគិតថាគ្រាន់តែផុសវីដេអូមួយពីរទៅធ្វើតែវីដេអូផុសទៅនឹងខ្លាយជាអ្នកមានអាហ្នឹងក៏អត់អាចទៅរួចដែរបើសិនជាបងប្អូនចង់ចូលមកលើវិស័យហ្នឹងដោយសារតែចង់បានលុយលឿនចឹងក៏ចេញទៅវិញលឿនដូចគ្នាតែបើសិនជាបងប្អូនចូលមកលើវិស័យការរកលុយតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងណាចូលមកដោយការចិត្តចង់រៀនចង់ដឹងចង់ឮចង់អភិវឌ្ឍខ្លួនចង់បង្កើតតម្លៃឲ្យខ្លួនឯងឲ្យ content ឬក៏មាតិកាដែលខ្លួនឯងផលិតចេញទៅនឹងបងប្អូននឹងអាចរស់នៅលើ platform នឹងបានយូរដូចគ្នាខ្ញុំសង្កេតឃើញថាមានបងប្អូនជាច្រើនគាត់ទៅចិត្តសួរថាចេះធ្វើវីដេអូអីគេបានលុយលឿនផុសមិនទៅដើម្បីឲ្យបានលុយមកលឿនណាតែអត់ដែលសួរជាសំណួរថាតើវីដេអូដែលយើងធ្វើទៅនឹងវាផ្ដល់តម្លៃអ្វីខ្លះទៅដល់អ្នកមើលឯងភាគច្រើនបដោតទៅលើតែរឿងលុយលឿនតែអ្នកមើលអាចនឹងអត់បានតម្លៃពីវីដេអូនឹងអាចនឹងអត់បានការអប់រំឬក៏ខ្លឹមសារសំខាន់អីសោះពីវីដេអូនឹងពីព្រោះដោយសារតែយើងគិតថាយើងឲ្យតម្លៃទៅលើលុយតែយើងភ្លេចថាតម្លៃនៃវីដេអូយើងឯងទៅជាលុយអានឹងវាប្រឆាំងគ្នាបងប្អូនបើសិនជាបងប្អូនអាចធ្វើឲ្យគេសើចតាមរយៈវីដេអូយើងគឺបងប្អូនអាចរកលុយបានតាមរយៈការកំសាន្តរបស់អ្នកមើលបើយើងអាចបង្រៀនតិចនិចបង្រៀនភាសាអញ្ចឹងយើងអាចរកលុយបានពីចំណេះដឹងដែលយើងផ្ដល់ចេញទៅបើសិនយើងធ្វើវីដេអូជាអ្នកលក់ទំនិញយើងនឹងអាចរកលុយបានពីអាជីវកម្មរបស់យើងតែបើសិនជាយើងអត់ចេះអីសោះ
ហើយគ្រាន់តែចង់បានលុយហាក់នឹងគឺវាបាក់ហើយបងប្អូនកុំច្រឡំថាមានអ្នក follow ច្រើនស្មើនឹងជោគជ័យស្មើនឹងបានលុយច្រើនណាអត់ទេបងប្អូនមានអ្នកខ្លះ follower រាប់សែនអ្នកអីតែក៏អត់មានបានលុយមួយកាក់មួយសេនក៏មានដែរហើយមានអ្នកខ្លះទៀត follow គាត់មានចំនួនតិចល្មមឯងមកសំបកពេតែគាត់អាចរកលុយបានច្រើនដូចគ្នាអញ្ចឹងអ្វីដែលសំខាន់គឺវាមិនមែនកំណត់ថាតើតើមានអ្នក follow ច្រើនទើបយើងបង្កើតវីដេអូចេញទៅហើយយើងទទួលបានលុយច្រើនមិនមែនទេវាអាស្រ័យលើភាពជឿជាក់របស់អ្នកមើលតែគេមើលវីដេអូយើងហើយគេនឹងមើលវីដេអូយើងនៅពេលក្រោយទៀតអត់បងប្អូនមនុស្សដែលរកលុយនៅលើ Facebook មិនមែនជាអ្នកដែលដេញតាម trend រាល់ថ្ងៃទេតែជាអ្នកដែលបង្កើតអត្តសញ្ញាណរបស់ខ្លួនឯងភាព unique របស់ខ្លួនយើងណាហើយដើម្បីឲ្យអ្នកមើលគាត់ដឹងថាយើងគឺជាណាគេជួនកាលគេអាចចូលចិត្តសម្លេងយើងអាចចូលចិត្តទឹកមុខអាចចូលចិត្តកាយវិការឬក៏អាចចូលចិត្តរបៀបដែលយើងនិយាយក៏ថាបានដែរបងប្អូនហើយមានបងប្អូនយើងច្រើនអ្នកដែលខ្ញុំឃើញគាត់ចូលទៅ comment នៅខាងក្រោមវីដេអូគេនៅពេលដែលគេប្រាប់ថានេះខ្ញុំបានលុយពី Facebook ប៉ុណ្ណេះអញ្ចឹងបងប្អូនខ្លះក៏ចូលទៅ comment សួរគេអីសួរចេះមួយចោះពីរអីចឹងណាទាំងពេលខ្លះគាត់អាចដឹងសោះហ្មងថា Facebook ហ្នឹងឬក៏ YouTube ហ្នឹងចង់រកលុយពីវាបានត្រូវធ្វើអីគេខ្លះមកកម្ម2កម្ម3កម្មហ្នឹងគឺគាត់អាចដឹងសោះតែម្ដងគាត់គ្រាន់តែគិតថាខ្ញុំគ្រាន់តែលេង Facebook រងថ្ងៃធម្មតាហ្នឹងប្រហែលជារកលុយបានដែរអីចឹងណាគឺគ្រាន់តែឃើញគេបានយើងកើតចិត្តលោភលន់ចង់បានអីចឹងដែរហើយក៏ចេះនឹកឃើញថាបើសិនជាគេធ្វើអញ្ចឹងបានខ្ញុំគួរតែធ្វើឲ្យបានដែរអញ្ចឹងណាបើយើងគ្រាន់តែចង់បានលុយមួយឆាវអញ្ចឹងគ្រាន់តែចង់បានដែរអញ្ចឹងបងប្អូនមិនធ្វើទេខ្ញុំនិយាយថងអញ្ចឹងហ្មងថាមិនបាច់ធ្វើទេមិនមែនខ្ញុំរៀបរៀងការរកលុយបងប្អូនឬក៏ខ្លាចបងប្អូនមកដណ្ដើមការរកលុយរបស់អ្នកធ្វើវីដេអូផ្សេងអត់ទេពីព្រោះ Facebook វាអត់មានកំណត់ទឹកលុយទេហើយបើសិនជាបងប្អូនយើងធ្វើច្រើនបានលុយពី Facebook ច្រើនអាហ្នឹងខ្ញុំសប្បាយចិត្តខ្ញុំជួយដោយសារយើងអាចរកលុយចូលមកបងប្អូនខ្មែរយើងដូចគ្នាមកចូលក្នុងប្រទេសយើងបានដូចគ្នាអាហ្នឹងគឺអញ្ចឹងតែបើសិនជាយើងធ្វើដោយគ្រាន់តែចង់បានលុយតាមគេហើយអត់ដែលដឹងអត់ដែលអីអត់ចង់អាប់ដេតខ្លួនអត់ចង់ពង្រឹងសមត្ថភាពអីផងគ្រាន់តែគិតថាផុសតារូបធម្មតាហើយនឹងបានលុយដែរឬគ្រាន់តែចុចអូសលេងឲ្យបានលុយដែរអញ្ចឹងមិនធ្វើទេពីព្រោះហ្នឹងយើងអត់មានបំណងចង់ធ្វើទេយើងគ្រាន់ឃើញគេបានយើងគ្រាន់តែចង់បានដែរហ្នឹងខ្ញុំដឹងថាមនុស្សជាច្រើនគឺកម្របដិសេធមួយលុយប៉ុន្តែយើងត្រូវមើលដែរតើលុយហ្នឹងយើងមានសមត្ថភាពរកអត់អញ្ចឹងណាបងប្អូនប៉ុន្តែប្រសិនបើបងប្អូនឃើញគេផុសវីដេអូនឹងហើយបានលុយអញ្ចឹងស្រាប់តែបងប្អូនមានចិត្តមួយថាខ្ញុំចង់បានហើយបងប្អូនតាំងចិត្តពុះពៀអំណត់តស៊ូផឹងរៀនស្វែងយល់ពីមួយកម្មទៅពីកម្មថាការរកលុយហ្នឹងគេត្រូវធ្វើមិនខ្លះមានអីគេឬក៏ត្រូវធ្វើវីដេអូត្រូវថតយ៉ាងម៉េចអីយ៉ាងម៉េចត្រូវពង្រឹងសមត្ថភាពខ្លួនឯងមិនបើសិនជាយើងឃើញគេបានហើយយើងចង់បានដែរទាំងការប្រឹងរៀនណាអូខេខ្ញុំឲ្យបងប្អូនធ្វើចោះខ្ញុំជំរុញឲ្យបងប្អូនធ្វើទៅគឺទៅព្យាយាមសិក្សាទៅព្យាយាមស្វែងយល់ទៅហើយក៏អត់មានវាមិនមែនថាมันពិបាកទេប៉ុន្តែគេសុទ្ធតែមានរបៀបប្រាប់យើងថាបើចង់ធ្វើត្រូវផុសវីដេអូអាស្រ័យលើការធ្វើវីដេអូយើងនឹងជាវីដេអូបែបណាតែរបៀបនៅក្នុងការរៀបចំ set up មួយចំនួនគឺសុទ្ធតែមានគេធ្វើបង្ហាញលើ YouTube អីអញ្ចឹងបើយើងពិតជាចង់ដឹងចង់ចេះចង់ធ្វើលើអាហ្នឹងដោយពិតប្រាកដមែនអូខេទៅសិក្សាស្វែងយល់ហើយបន្ទាប់មកទៅរៀបចំហើយចាប់ផ្ដើមធ្វើវីដេអូទៅដើម្បីយើងអាចនឹងទទួលបានលុយនៅថ្ងៃអនាគតនៅពេលណាមួយហើយយើងធ្វើព្យាយាមធ្វើជាខ្លួនឯងមិនចាំបាច់ថាចង់ធ្វើឲ្យដូចគេទេពីព្រោះនៅលើអនឡាញវាដូចយើងធ្វើការងារទូទៅអញ្ចឹងមិនមែនប្រកាសថាគេធ្វើអាហ្នឹងហើយគេជោគជ័យយើងត្រូវធ្វើអាហ្នឹងដែរទេការធ្វើវីដេអូយើងចេះបែបណាយើងជួយចិត្តបែបណាយើងធ្វើបែបហ្នឹងទៅបានយូរមិនមែនគេ live លក់អនឡាញហើយយើងឃើញគេទិញច្រើនយើងទៅ live លក់អនឡាញដូចគេដែរទាំងដែលយើងអត់ចេះអត់ដឹងហើយយើងមិនមែនជាចំណូលចិត្តរបស់យើងក៏វាអត់ត្រូវដែរឃើញគេធ្វើវីដេអូកំ pl ែងសបាយយើងទៅធ្វើដែរទាំងដែលយើងជាមនុស្សស្ងប់ស្ងាត់អត់ចូលចិត្តនិយាយច្រើនទេហើយទៅធ្វើអញ្ចឹងក៏វាអត់ត្រូវជាមួយនឹងសមត្ថភាពហើយនឹងអ្វីដែលយើងមានក្នុងខ្លួនដែរអញ្ចឹងបើសិនជាយើងសិក្សាលើវាហើយចាប់ផ្ដើមចង់ធ្វើវីដេអូពីវាខ្ញុំណែនាំឲ្យយើងធ្វើអាណាដែលត្រូវជាមួយនឹងយើងហើយយើងចូលចិត្តអញ្ចឹងណាគឺ
ការជោគជ័យវាមិនមែនដើរតទៅដូចគេមិនមែនដើរតាមមួយផ្លូវទេគេដើរផ្លូវរបស់គេយើងដើរផ្លូវរបស់យើងបានបងប្អូនអ្នកខ្លះគាត់ជោគជ័យដោយសារជំនួយអនឡាញរបស់គាត់អ្នកខ្លះគេជោគជ័យដោយសារជំនាញវិជ្ជាជីវៈរបស់គេហើយអ្នកខ្លះទៀតគេជោគជ័យដោយសារគ្រាន់តែគេរស់នៅក្នុងគ្រួសារសុបាយចិត្តហ្នឹងអាហ្នឹងក៏ជោគជ័យដែរអញ្ចឹងគឺមានផ្លូវរបស់យើងរៀងខ្លួនដូច្នេះហើយសូមរស់នៅតាមល្បឿនរបស់ខ្លួនឯងកុំដាក់លេខដើម្បីរត់ប៉ុណ្ណឹងមួយគេរហូតពេកហើយដូចខ្ញុំនិយាយអញ្ចឹងបើចង់ចាប់ផ្ដើមធ្វើអនឡាញគួរតែចាប់ផ្ដើមរៀនមិនមែនចាប់ផ្ដើមគ្រាន់តែសម័យហើយគេគិតថានឹងបានលុយអត់ទេអញ្ចឹងត្រូវចាប់ផ្ដើមរៀនហើយមួយទៀតសំខាន់បំផុតត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងនៅពេលដែលមានគេមើលច្រើនឬក៏នៅពេលដែលធ្លាក់អ្នកមើលធ្លាក់ view គឺវានឹងធ្វើឲ្យយើងតានតឹងណាយើងត្រូវចេះគ្រប់គ្រងខ្លួនឯងហើយមួយទៀតក៏សំខាន់ដែរគឺមិនប្រកាសថាយើងធ្វើវីដេអូទៅសុទ្ធតែអាចនឹងរកលុយបានទេគឺយើងត្រូវតែពង្រឹងផ្លូវចិត្តលើខ្លួនឯងកុំរំពឹងខ្ពស់ពេកថាធ្វើទៅគឺនឹងទទួលបានអត់ទេណាគ្រាន់តែថាដូចខ្ញុំនិយាយមិញអញ្ចឹងគឺខ្ញុំលើកទឹកចិត្តបើសិនជាបងប្អូនចង់ធ្វើបងប្អូនធ្វើទៅខ្ញុំលើកទឹកចិត្តឲ្យកុំខ្វល់ថាខ្ញុំគ្រាន់តែមានទូរស័ព្ទខ្ញុំអត់មាន studio ដូចគេទេខ្ញុំអត់មានរបស់របរទំនើបដូចគេទេមិនខ្វល់ទេចាប់ផ្ដើមធ្វើទៅខ្ញុំជំរុញឲ្យធ្វើពីព្រោះមានអ្នកជោគជ័យច្រើនណាស់នៅលើ Facebook ហ្នឹងដែលគាត់គ្រាន់តែចាប់ផ្ដើមពីការថតនៅក្នុងបន្ទប់តូចធំទៅទូរស័ព្ទដៃថតទៅសំឡេងញ័រមានការឡូឡាច្រើនការកាត់តក៏មិនល្អប៉ុន្តែគេនៅតែចាប់ផ្ដើមធ្វើហើយគេអត់បោះបង់ចោលចុងក្រោយគេក៏ទទួលបានភាពជោគជ័យដូច្នេះធ្វើចោះហើយមួយទៀតបើធ្វើឲ្យកុំអស់សង្ឃឹមលឿនពេកពីព្រោះត្រូវចាំថា Facebook វាមិនមែនជារឿងអភូតហេតុដែលដាក់ភ្លាមបានភ្លាមដាក់ភ្លាមបានភ្លាមទេវាអាចជួយឲ្យយើងខ្លាចជាអ្នកមានទេបើយើងជាមនុស្សខ្ជិលហើយអត់ពុះពៀហើយអត់តស៊ូធ្វើឲ្យជាប់លាប់វាគ្រាន់តែជាឧបករណ៍មួយដែលអាចពង្រីកសមត្ថភាពយើងបានបើសិនជាយើងមានវិន័យមានការគ្រប់គ្រងខ្លួនឯងបានល្អវានឹងធ្វើឲ្យយើងដើរនៅលើផ្លូវនឹងបានឆ្ងាយតែបើយើងគ្មានវិន័យគ្មានភាពអត់ធ្មត់វាក៏អាចបំផ្លាញពេលវេលាឬក៏លុយកាក់របស់យើងបានដូចគ្នាហើយចុងក្រោយនេះខ្ញុំចង់ប្រាប់បងប្អូនថាលុយដែលមានតម្លៃបំផុតមិនមែនជាលុយដែលធ្លាក់ពីលើមេឃទេបងប្អូនតែជាលុយដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងលុយដែលយើងរកបានហើយយើងអាចកេងលក់ដោយស្រួលដែលអត់ខ្លាចថាមានអ្នកគេមកនិយាយថាយើងលួចពីគេឬក៏ឆក់ប្លន់ពីគេអីទេអញ្ចឹងសរុបដោយរួមឡើងមកវិញគឺជាឲ្យតែយើងធ្វើការរស់ស៊ីណាធ្វើការណាដែលបានលុយមកសមត្ថភាពខ្លួនឯងហ្នឹងគឺល្អហើយមិនចាំបាច់ថាតតែបានលុយពីអនឡាញឬក៏ Facebook ទេគេធ្វើអាហ្នឹងបានលុយក៏មិនប្រកាសថាយើងត្រូវធ្វើបានលុយទេគឺយើងធ្វើការងារណាដែលយើងពេញចិត្តហើយរកលុយបានគឺធ្វើទៅកុំព្យាយាមចង់កែខ្លួនឯងកុំបង្ខំខ្លួនឯងគ្រាន់តែថាបើសិនជាធ្វើហើយក៏ធ្វើឲ្យអស់ពីសមត្ថភាពទៅហើយកុំភ្លេចមួយទៀតថាជីវិតពិតនៅខាងក្រៅអេក្រង់ទូរស័ព្ទអេក្រង់កុំព្យូទ័រវាខុសពីជីវិតដែលនៅក្នុង social media ជីវិតដែលនៅបង្ហាញពីការ view ឬក៏ពីការ share ជានិច្ចអញ្ចឹងជីវិតហ្នឹងគឺវាអត់ដូចគ្នាទេយើងនៅក្នុង Facebook ជីវិតផ្សេងនៅខាងក្រៅជីវិតពិតប្រាកដគឺជាអ្វីដែលយើងត្រូវប្រឈមមុខដូច្នេះ podcast មួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេដែលចង់បង្ហាញក៏ដូចជាចង់លើកទឹកចិត្តសម្រាប់អ្នកដែលធ្វើឬក៏អ្នកដែលមានបំណងនឹងចង់ធ្វើចាំជួបគ្នានៅក្នុងអេពីសូតក្រោយជាមួយនឹង podcast មិត្តរួមផ្លូវទាំងអស់គ្នាទៀតអរគុណច្រើនជម្រាបលាបងប្អូនទាំងអស់គ្នា